បងប្អូនមកហាងលាក់សារីយ៉ាហោះដងមានដែរឆ្ងល់ថាហេតុអីបានហាងពួកយើងលក់ផលិតផលដែលបំបត្តិការឈឺចុកចាប់ដូចជាក្អៀកឬក៏ផេងហិតហ្នឹងច្រើនមកច្រើនម៉ាក់ម៉ែបងបានដឹងអញ្ចឹងថាក្រុមការងារពួកយើងនៅប្រទេសជប៉ុនស្រាប់អញ្ចឹងរឿងអីដែលគាត់មិនដឹងថានៅប្រទេសជប៉ុនគេពេញនិយមប្រើអីជាងគេប្រភេទក្អៀកហើយនឹងតាមហិតហ្នឹងគឺត្រូវបានពេទ្យខាងឆ្អឹងខាងសាឡាក់សាច់ដុំនៅជប៉ុនគេណែនាំឲ្យប្រើមកដោយសារតែវាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបត្តិការឈឺចុកចាប់ចុករយសាច់ដុំមិនថាចកេះកពួនជើងក៏ផ្លូវក៏ស្មាអីទេជាពិសេសចាស់ដែលគាត់ខ្សោយកម្លាំងគាត់ដើរច្រើនឬក៏អង្គុយយូរម៉ោងធ្វើការច្រើនអីហ្នឹងគឺដឹងតែមានបញ្ហាអស់ហ្នឹងហើយប្រភេទហ្នឹងគឺលក់ដាច់នៅក្នុងប្រទេសជប៉ុនមែនតើមានលក់សឹងតែគ្រប់ផ្សារហ្មងក្រុមការងារយើងឃើញអត់ចាំយូរទេប្រម៉ូយកហ្មងដោយសារតែប្រភេទហ្នឹងនៅក្នុងហាងលាក់សារីយ៉ាក៏លក់ដាច់ដែរទាំងប្រភេទថ្នាំរឹតហើយនិងប្រភេទកៅអីហើយបានប្រអប់ធំចេះឌីរ៉ាភ្ញៀវកាន់តែពេញចិត្តហ្មងចំពោះកៅអីដបងនេះគឺសម្រាប់បិទនៅកពូនជើងកជើងហើយនិងបាត់ជើងជាប្រភេទកៅអីបិទហើយតែជាងាយស្រួលគេងបិទយប់ឡើងគេងលក់ស្រួលមែនតើធ្វើអារម្មណ៍ស្រស់ស្រាយកាត់បន្ថយភាពហត់នឿយបន្ទាប់ពីការដើរច្រើននេះអញ្ចឹងបងចំពោះ brand Hisamitsu នេះទំហំបានល្មមទេតែ 4.2 គុណនឹង 6.5 សង់ទីម៉ែត្រទេហើយក្នុងមួយប្រអប់ហ្នឹងមាន140ប្រទេសជួយបំបត្តិការឈឺចុកចាប់ហើយនិងប្រឆាំងការរលាកដែរថាឈឺស្មាឈឺខ្នងអស់កម្លាំងសាច់ដុំឬក៏ឈឺសាច់ដុំជាំរមូលអីទេគឺអាចប្រើជាមួយកៅអីនេះបានចំពោះ brand Kova នេះវិញក្នុងមួយប្រអប់មាន24ប្រទេសបំបត្តិការឈឺសន្លាក់ឈឺសាច់ដុំនៅកន្លែងកែងដៃឬក៏ឈឺខ្នងហើយនិងស្មាជាដើមចំពោះប្រភេទកៅអីនេះគឺស្អិតល្អជាប់ស្បែកបានយូរអញ្ចឹងបានគេបិទនៅកន្លែងក្លៀកដៃហើយនិងជង្គង់បានដោយអត់ខ្លាចក្នុងការលបោតអីទេចំពោះ brand Masukiyo នេះមាន28ប្រទេសក្នុងមួយប្រអប់កាត់បន្ថយភាពហត់នឿយឈឺស្ពកសពូនបានល្អមែនតើប្រភេទកៅអីនេះគឺបញ្ចេញកម្ដៅតិចៗធ្វើឲ្យចរន្តឈាមដើរស្រួលចំពោះមួយនេះវិញគឺមានប្រសិទ្ធភាពខ្ពស់មែនតើក្នុងការបំបត្តិការឈឺចុកចាប់បានលឿនប្រអប់ហ្នឹងមាន25ប្រទេសហើយប្រភេទនេះគឺបញ្ចេញកម្ដៅតិចៗដែរមួយនេះវិញក៏ប្រសិទ្ធភាពដូចគ្នាដែរក្នុងប្រអប់មាន24ប្រទេសសម្រាប់ប្រភេទកៅអីនេះបងអាចបិទក្នុងមួយថ្ងៃម្ដងឬក៏2ដងបានតែបើសិនជាអត់ចង់ប្រើកៅអីទេក៏យើងមានជាប្រភេទផេងហឹកដែរនេះបងអាចប្រើចាប់ពី2ឬក៏3ដងឡើងទៅក្នុងមួយថ្ងៃព្រោះប្រសិទ្ធភាពគឺដូចជាមួយកៅអីដែរជួយបំបត្តិការឈឺចុកចាប់ឈឺសន្លាក់សាច់ដុំចុករយកពួនជើងកដៃកជើងជង្គង់អីជាដើមចំពោះផលិតផលទាំងអស់នេះអាចរកបាននៅក្នុងហាងលាក់សារីយ៉ាទាំងពីរសាខា